មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជំវិញព័ត៌មានដែលថា Cristiano Ronaldo ប្រហែលជាអាចនឹងបោះបង់គម្រោងវីឡាដ៏ប្រណិតរបស់លោកនៅតំបន់ Quinta da Marinha ប្រទេសប៉ូទុយហ្គាល់បើទោះបីជាបានចំណាយពេលសាងសង់ជិត4ឆ្នាំនិងប្រាក់អស់ជាង30លានផោនក៏ដោយយោងតាមរបាយការណ៍ថ្មីៗគិតត្រឹមដើមឆ្នាំ2026មូលហេតុនៃការបោះបង់គម្រោងនេះដោយមានការលើកឡើងថា Ronaldo អាចនឹងមិនប្រើប្រាស់វីឡានេះជាផ្ទះសម្រាប់ចូលនិវត្តន៍ដោយការគ្រោងទុកតម្រង់ឡើយដោយសារបញ្ហាឯកជនភាពនៅតំបន់នោះចាប់ផ្ដើមមានមនុស្សអ៊ូអរខ្លាំងនិងមានការរំខានពីអ្នកជិតខាងក៏ដូចជាអ្នកគាំទ្រដែលតែងតែទៅតាមដានសកម្មភាពសាងសង់ចំពោះការផ្លាស់ប្ដូរផែនការអនាគត Ronaldo និងគ្រួសារហាក់ដូចជាមានភាពស៊ាំនឹងជីវិតនៅអារ៉ាប៊ីសាអូឌីតហើយលោកទើបតែបានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Al Nassr រហូតដល់ឆ្នាំ2027ដែលធ្វើឲ្យការត្រឡប់ទៅរស់នៅប៉ូទុយហ្គាល់ជាអចិន្ត្រៃយ៍ត្រូវបានពន្យាពេលរីឯការប្រើប្រាស់សម្រាប់ពិធីមង្គលការវិញបើទោះបីជាមិនរស់នៅទីនោះរាល់ថ្ងៃប៉ុន្តែមានពាក្យចចាមអារាមថាវីឡាដ៏ធំស្កឹមស្កាយនេះនឹងត្រូវប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ពិសេសបំផុតដូចជាតាមព័ត៌មានជាច្រើនបានបង្ហើបថា Ronaldo និង Georgina Rodriguez គ្រោងនឹងរៀបចំពិធីមង្គលការដ៏ធំមួយនៅទីនោះបន្ទាប់ពីបញ្ចប់ការប្រកួត World Cup 2026 វីឡានេះមានផ្ទៃក្រឡាជាង 3000 ម៉ែត្រការ៉េមានអាងហែលទឹកកញ្ចក់លើអាកាសនិងចំណាត់ឡានដែលអាចដាក់បាន30គ្រឿងដែលវាជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ទទួលភ្ញៀវលំដាប់ពិភពលោកសម្រាប់តម្លៃសរុបរបស់វីឡាមួយនេះអាចកើនឡើងពី10លានផោនដល់ជិត30លានផោនដោយសារការចង់បានភាពឥតខ្ចោះរបស់ Ronaldo ចំណែកឯគ្រឿងលម្អមានផ្ទាំងគំនូរ Louis Vuitton ដែលរចនាឡើងជាពិសេសនិងសម្ភារៈក្នុងផ្ទះធ្វើពីមាសសុទ្ធនិងថ្មម៉ាបអ៊ីតាលីទោះបីជាមានពាក្យថាបោះបង់ប៉ុន្តែវាមិនមែនមានន័យថាទុកចោលឲ្យខូចខាតនោះទេគឺមានន័យថា Ronaldo អាចនឹងប្រើវាជាផ្ទះសម្រាប់លំហែកាយឬកន្លែងសម្រាប់រៀបចំពិធីជប់លៀងធំៗជំនួសឲ្យការស្នាក់នៅអចិន្ត្រៃយ៍វិញ